นมขมายโบราณរបស់យើងបងប្អូនយើងខ្លះគឺធ្លាប់ញ៉ាំហើយតាំងពីតូចមកម្លេះប៉ុន្តែដឹងទេថាតើនំនឹងគេធ្វើដោយរបៀបម៉េចធ្វើដោយវិធីសាស្ត្រណាដូច្នេះហើយបងប្អូនយើងនឹងបានស្គាល់នំខ្មែរយើងតាំងពីបរមបុរាណមួយប្រភេទនេះថាតើគេធ្វើដោយរបៀបម៉េចដោយវិធីសាស្ត្រណាអញ្ចឹងណាការធ្វើនំខ្មែរយើងទៀតសោតគឺតែងតែប្រើកម្លាំងច្រើនអត់សូវមានម៉ាស៊ីនទំនើបនោះទេនឹងតាមជាក់ស្ដែងនំមួយចំនួនខ្លះក៏ងាយស្រួលធ្វើទៅហើយនំមួយចំនួនខ្លះទៀតគឺថាមិនងាយស្រួលទេមែនតែនទៅបងប្អូនខ្មែរយើងខ្លះគឺគាត់ដឹងហើយថានំនឹងគេធ្វើដោយរបៀបម៉េចប៉ុន្តែមានបងប្អូនយើងមួយចំនួនទៀតគឺថាមិនដឹងទាល់តែសោះតែម្ដងនំនេះដែលបងប្អូនខ្មែរយើងតែងតែហៅថានំស្រួយឬក៏នំក្លូតបងប្អូនប្រហែលជាឆ្ងល់ហើយវីដេអូមុនក៏ខ្ញុំបានបង្ហាញថានំស្រួយនិងនំក្លូតដែរប៉ុន្តែហេតុអីវីដេអូនេះខ្ញុំបង្ហាញឈ្មោះនំស្រួយនិងនំក្លូតទៀតដោយសារអញ្ចឹងនំតាមប្រភេទតំបន់ខ្លះគេហៅថានំស្រួយនំក្លូតដែរប៉ុន្តែមានសន្តានរូបរាងផ្សេងគ្នាដែលបងប្អូនយើងអាចមកទិញបានដល់ផ្ទះក៏លក់1គីឡូ10000ហើយបើសិនជាបោះដុំក៏លក់តម្លៃត្រឹមតែ9000ទេនៅក្នុង1គីឡូដូច្នេះហើយបងប្អូនខ្មែរយើងបានស្គាល់នំខ្មែរយើងមួយប្រភេទទៀតហើយពីវិធីសាស្ត្រធ្វើអញ្ចឹងណាព្រោះថាបងប្អូនយើងមួយចំនួនខ្លះគឺធ្លាប់តែឃើញគេលក់តាមតូបទេអត់ដឹងថានំនឹងគេធ្វើដោយវិធីសាស្ត្រណាសម្រាប់នំនេះផងដែរគឺធ្វើចេញពីអង្ករដំណាប់ខ្មែររបស់យើងហើយខ្ញុំទៅចាក់ស្ដាយនេះគឺគាត់ចាប់ផ្ដើមដាក់ហាលវាឲ្យស្ងួតបន្ទាប់មកនេះគឺយកវាមកបំពងជាមួយនឹងខ្លាញ់ដូចដែលបងប្អូនយើងបានឃើញអញ្ចឹងគឺថាត្រូវបំពងជាមួយនឹងខ្លាញ់បែបហ្នឹងមកឲ្យវាស្រួយឆ្អិនទៅបន្ទាប់មកចាប់ផ្ដើមស្រង់វាដាក់មកខាងលើហើយត្រូវឆ្លងកាត់ដំណាក់កាលច្រើនណាស់ទៅនាំចេញជារូបរាងនំមួយប្រភេទនេះដែលគេថានំស្រួយឬក៏នំក្លូតហ្នឹងហើយនេះគឺជាដំណាក់កាលដែលចាប់ផ្ដើមបញ្ច្រូចពីលើជាមួយនឹងស្ករត្នោតខ្មែររបស់យើងហ្នឹងស្ករត្នោតខ្មែររបស់គាត់នេះគឺចាប់ផ្ដើមងាស់វារៀងក្តៅចាប់ផ្ដើមដាក់វាបន្តវាពីលើលាជវាឲ្យសព្វអញ្ចឹងណាព្រោះថាបើសិនជាដាក់មិនសព្វទេហូបទៅគឺអាចនឹងរៀងសាព្រោះថានំនេះរសជាតិផ្អែមដោយសារតែស្ករបន្តពីលើនឹងឯងសម្រាប់នំនេះដែរពីអ្នកប្រិយប្រពន្ធរបស់គាត់នេះគឺតតាំងពីម្ដាយផងគាត់មកម្ដាយគាត់នឹងតតាំងពីម្ដាយគាត់មកទៀតអញ្ចឹងណាព្រោះថានំបរមបុរាណខ្មែរយើងគឺតែងតែតចំនួនតគ្នាធ្វើអញ្ចឹងទៅហើយគាត់ធ្វើសាមញ្ញលក្ខណៈគ្រួសារទេប៉ុន្តែមានម៉ូទយោជាប្រចាំតែម្ដងព្រោះថានំខ្មែរយើងក៏បងប្អូនខ្មែរយើងគ្រប់គ្រងនិយមហូបដែរដោយសារតែម្ដាយគាត់រៀងចាស់ហើយគាត់ក៏រៀងនឿយកម្លាំងដែរក៏គាត់សម្រាកអញ្ចឹងណាអញ្ចឹងទៅគឺបងស្រីពីអ្នកប្រពន្ធក៏គាត់តមកធ្វើអញ្ចឹងទៅហើយជាក់ស្ដែងតែគាត់នេះគឺថាមិនមានម៉ាស៊ីនអីសម្រាប់កិនម្សៅទេគឺត្បាល់ជន់នឹងជើងបងប្អូនទាំងគ្នាគឺថាជន់បែបហ្នឹងណានៅពេលដែលអង្គដំណើបដែលគេចាប់ដើមត្រាំមកគឺចាប់ដើមបុកវាឲ្យវាបែកចេញជាម្សៅអញ្ចឹងទៅនៅពេលដែលបតក់ស្កររួចរាល់ហើយនំចាប់ដើមត្រជាក់ល្មមក៏ចាប់ដើមច្រកជាមួយនឹងថង់ហើយមួយថង់នេះទៀតសោតគឺមានទម្ងន់រហូតដល់7គីឡូទៅ8គីឡូក្នុងមួយថង់សម្រាប់នំនេះគាត់ធ្វើជាប្រចាំថ្ងៃយ៉ាងតិចបំផុតក៏50គីឡូដែរនៅពេលដែលធ្វើរួចរាល់គឺត្រូវដឹកឲ្យម៉ូជាប្រចាំតែម្ដងហើយសម្រាប់ឧបសគ្គនៅក្នុងនំនេះគឺគាត់ថាអត់មេឃអត់ថ្ងៃគឺពិបាកតែម្ដងព្រោះថានំនឹងគឺត្រូវហាលជាមួយនឹងថ្ងៃដើម្បីធ្វើឲ្យនំនឹងស្ងួតល្អគឺងាយស្រួលយកមកបំពងព្រោះថារាល់ថ្ងៃនេះជាក់ស្ដែងគឺឧបសគ្គគឺតែប៉ុណ្្នឹងឯងគាត់មិនទាន់មានម៉ាស៊ីនសម្រាប់សម្ងួតឲ្យនំនឹងស្ងួតល្អទេព្រោះថាគាត់ធ្វើជាលក្ខណៈគ្រួសារអញ្ចឹងណានឹងទីតាំងដែលខ្ញុំកំពុងតែថតនេះគឺនៅភូមិបន្ទាយឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងបងប្អូនយើងមានតម្រូវការចង់តាក់ទងអីហ្នឹងមានបន្ទាយកម្មវិធីចង់យកនំនឹងទៅដាក់អាចតាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅក្នុង caption ឬក៏បងប្អូនយើងអាចឆែកនៅក្នុង comment បងប្អូនយើងអាចតាក់ទងទៅកាន់គាត់ផ្ទាល់បានលេខទូរស័ព្ទដែលខ្ញុំដាក់មួយហ្នឹងអញ្ចឹងបានថានំខ្មែរយើងណាបើសិនជាយើងមិនបានផ្សព្វផ្សាយឬក៏បងប្អូនយើងមិនបានឃើញហ្នឹងគឺមិនដឹងទេពេលខ្លះនំខ្មែររបស់យើងជាក់ស្ដែងគឺអញ្ចឹងគឺមិនមានប្រេមិនមានម៉ាកបញ្ជាក់ពីឈ្មោះអ្នកធ្វើនៅភូមិឃុំណាទេតាមតំបន់ខ្លះមានទៅតំបន់ខ្លះក៏អត់ទៅតាមស្រុកតាមភូមិឃុំនីមួយអញ្ចឹងណាសម្រាប់វីដេអូនេះដែរសង្ឃឹមថាបងប្អូនខ្មែរយើងជួយចែករំលែកជួយ share ឲ្យបានច្រើនឲ្យបងប្អូនខ្មែរយើងឬក៏កូនខ្មែរយើងឲ្យបានដឹងថានេះហើយដែលជានំខ្មែររបស់យើងតាំងពីបរមបុរាណមកម្លេះ